មានអតិថិជនជាច្រើនគាត់តែងតែចង់បានស្ករតិចស្ករច្រើននិងអត់ស្ករអញ្ចឹងម្ចាស់អាជីវកម្មអាចគាត់ប្រើព័ត៌មានទាំងនោះដាក់ចូលទៅក្នុង function item description បានថ្ងៃនេះខ្ញុំនឹងបរៀនពីការដាក់ item description នេះដូចនៅក្នុងនេះយើងចុចលើហ្នឹងមកបន្ទាប់មកចា Q ហ្នឹងមកយើងអាចមើល description បានហើយយើងអាចកំណត់ថាដាក់ស្ករប៉ុន្មានភាគរយអញ្ចឹងទៅហើយយើងអាច clear បានអញ្ចឹងណាហើយឥឡូវខ្ញុំចង់ដាក់នៅលើពពួក i ម្ដងនៅក្នុង i ហ្នឹងវាអត់មានអីទេឃើញអត់គឺវាសតតែយើងចេញពី PI យើងមកបន្ទាប់មកយើងចូលកន្លែង PI យើងវិញហើយយើងចុចកន្លែង item description ហើយនេះបើយើងអត់ទាន់មានយើងកើតថ្មីមកយើងដាក់ឧទាហរណ៍ថា ice ហើយចំណា source order នេះបើសិនជាវា6យើងដាក់នេះ7អញ្ចឹងទៅហើយដោយសារខ្ញុំបង្កើតហើយខ្ញុំមិនបង្កើតទៀតទេអញ្ចឹងខ្ញុំចូលកន្លែងនេះមកអញ្ចឹងនៅពេលដែលយើងបង្កើតហើយវា load ឲ្យអញ្ចឹងហើយអញ្ចឹងដើម្បីដាក់បានយើងត្រូវអាសាញ item សិនអញ្ចឹងវាប្រភេទ i ខ្ញុំ select យក i ទាំងអស់អូខេប៉ុណ្ណឹងអញ្ចឹងយើង save បន្ទាប់មកយើងចូលកន្លែង input description យើងដាក់លេខវាឧទាហរណ៍ថាពពួក i ពេលច្រើនគេដាក់ level អញ្ចឹង level យើងដាក់ 0% តមកខ្ញុំដាក់នេះ25តមកអានេះខ្ញុំដាក់50តមកអានេះខ្ញុំដាក់75មួយទៀតយើងដាក់100អូខេអញ្ចឹងនៅពេលយើងដាក់ប៉ុណ្្នឹងហើយយើងអាចចុច save បានអូខេអញ្ចឹង save ហើយយើងចុចសញ្ញាខ្វែងហ្នឹងមក yes មកអូខេដល់មកចូល PI យើងវិញហើយយើងចូលកន្លែងនេះពពួក i អញ្ចឹងខ្ញុំចុចកន្លែងនេះមកនេះឃើញអត់មាន level 0 level 50 level 100អញ្ចឹងយើងអាចដាក់ទៅដើម្បីបញ្ជាក់ថាយើងដាក់កកតិចដាក់អីចឹងណាហើយយកអូខេទៅនេះវាចេញ0នេះអញ្ចឹងវីដេអូយើងមានប៉ុណ្ណឹង Skybar ជួយឲ្យអាជីវកម្មកាន់តែទំនើបនិងមានលក់ POS software និង hardware គ្រប់ប្រភេទ